nhiều phía cho nói ta mà tinh con cái gì mà to cái gì con vậy tha ôn à tinh nhạc cái gì đang tới chơi tập phây khai mình cái lại chua chua nhông to bên thang ta có ấy cái lại chua chua hàng chơi bây giờនេះក៏មានទទួលជួលដែរអត់ប្រកាន់ថា brand គេ brand យើងទេមិនថាកង់អគ្គិសនីកង់អគ្គិសនីតូចតូចកង់អគ្គិសនីធំធំឬក៏កង់3កង់4ទេយកមកជាង JB ចាំទទួលធ្វើហើយបើអត់ចង់យកមកទេមានសេវាកម្មទៅធ្វើដល់ផ្ទះទៀតគ្រាន់តែឆានមកកាន់ page JB ម៉ូតូអគ្គិសនីឬក៏ទំនាក់ទំនងមកតាមលេខទូរស័ព្ទ096 993ដើម0016ឬលេខមួយទៀតមាន Telegram 099 626 833ដើមតាមពិតទៅតកតងជាមួយនឹងការជួសជុលគ្រាន់តែជាក្តីបារម្ភរបស់បងប្អូនអតិថិជនទេដោយសារតែខ្លាចអត់មានកន្លែងជួសជុលតែបើតាមជាក់ស្ដែងទៅប្រភេទអគ្គិសនីវាមិនសូវអីខូចប្រហែលទេនិយាយទៅមិនងាយខូចទេមកពេលខ្លះជិះមួយឆ្នាំមិនទាន់នឹកឃើញខូចម្ដងផងយ៉ាងហោចណាស់គ្រាន់តែអស់ស្បែកហ្វ្រាំងជិះមុតលេខគោល100ប៉ុណ្ណាត្រូវដូរសបកឃើញអត់វាអត់មានត្រូវការធ្វើអីអត់មានចាំបាច់ត្រូវបដូរប្រេងម៉ាស៊ីនបដូរប្រេងកាឡេអញ្ចឹងហើយបានគេថាម៉ូតូអគ្គិសនីវាមិនសមចៃខ្ពស់ចំណាយតែ1000 2000រៀលក្នុងការសាកថ្មខ្លួនឯងនៅផ្ទះទេតែអាចជិះបានចម្ងាយចូលដល់100គីឡូអញ្ចឹងមិនចាំមិនទៀតចិត្ត2027ទៀតឡើយហើយសាទិញម៉ូតូអគ្គិសនីជិះម្ដងមើលជាពិសេសគឺម៉ូតូអគ្គិសនីឬក៏អគ្គិសនីរបស់ខាងក្រុមហ៊ុន JB ហើយបើនិយាយពីរឿងជួសជុលវិញម៉ូតូក្រុមហ៊ុនអីក៏យកមកឆាតមកឬក៏ទេមកហើយរៀបរាប់ពីជំងឺឈឺពោះហើមពោះអេឌីមែនអញ្ចឹងទេបែកកង់ខូចអាគុយត្រូវការបដូរសបកបដូរអាគុយឬក៏គ្រឿងបន្លាស់ផ្សេងឬក៏ត្រូវការឆែកទៅលើប្រព័ន្ធភ្លើងឬបច្ចេកទេសផ្សេងដែលតាក់ទងជាមួយនឹងម៉ូតូអគ្គិសនីឬកង់អគ្គិសនីហើយបើចង់យកមកផ្ទាល់អាចមកដល់ទីតាំងរបស់យើងក៏ដែលស្ថិតនៅលើផ្លូវ271សង្កាត់ទឹកឡោ3ខណ្ឌទួលគោករាជធានីភ្នំពេញម្ដុំផ្សារហេងលីក្បែរស្តុបវិក្រិតការដែលស្តុបកែង271ជាមួយនឹងផ្លូវ2002